ពីកសាងជាតិខ្មែរឲ្យបានប្រសើរនៅក្នុងដំណើរដោយភាពអហិង្សាឯករាជ្យបូរណភាពនៃដែនដីខ្មែរប្រុសស្រីត្រូវតាមថែរក្សាប្រើប្រាស់សិទ្ធិសិទ្ធិជីវិតគ្រួសារសន្តិភាពថ្លៃថ្លាសង្គមជាតិជាអ្នកជាថ្នាក់យើងពូជយើងភពផលយើងក្រោកឈរឡើងខ្មែរអើយក្រុមអង្គាបោះឆ្នោតឲ្យចំផ្ដល់អំណាចជូនប្រជាដើម្បីកម្ពុជាជីវភាពរុងរឿងសមាជិកគណៈបង្កសិទ្ធិមនុស្សចិត្តស្មោះស្មងដាក់ខ្លួនតាមបំរើការពីកសាងជាតិខ្មែរឲ្យបានប្រសើរនៅក្នុងដំណើរដោយភាពអហិង្សាឯករាជ្យបូរណភាពនៃដែនដីខ្មែរប្រុសស្រីត្រូវតាមថែរក្សាប្រើប្រាស់សិទ្ធិសិទ្ធិជីវិតគ្រួសារសន្តិភាពថ្លៃថ្លាសង្គមជាតិជាអ្នកជាថ្នាក់យើងពូជយើងភពផលយើងក្រោកឈរឡើងខ្មែរអើយក្រុមអង្គាបោះឆ្នោតឲ្យចំផ្ដល់អំណាចជូនប្រជាដើម្បីកម្ពុជាជីវភាពរុងរឿងបត្យាកេណានិកាស្វានលកានតាមថៃបត្យាកេណាទុសាជួបឡើងធ្វើពីគុំណាគាត់បងឲ្យធ្វើខាតដាក់ការអំណាចទៅយើងទៅស្គាល់អីនេះពីប្រព័ន្ធព័ន្ធចឹងហើយអាកណាត់ថាអូតែខ្លួនឯងប្រជាធិបតេយ្យហ្នឹងអត់ជាប់ធ្វើពីគុំមិនឲ្យគេធ្វើសំនេះស្មារតីគុំខ្លួនដែរគ្រប់គ្រងឲ្យអភិបាលស្រុកមកពីការគណៈបកប្រជាជននៅថ្ងៃទី1ខែមិថុនាឆ្នាំ2011លោកកឹមសុខាប្រធានគណៈបកសិទ្ធិមនុស្សនិងជាអ្នកតំណាងរាស្ត្របណ្ដោយកំពង់ចាមនិងលោកពលហំអនុប្រធានគណៈកម្មាធិការនយោបាយបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមហាជនខ្មែរនៅស្រុកព្រៃឈរខេត្តកំពង់ចាមសូមបងប្អូនតាមដានទស្សនានៅសកម្មភាពវីដេអូខ្លះៗដូចតទៅហើយឡើងម្ដងដោយពលពតហ្នឹងថាបដិវត្តប៉ុន្តែគណៈបកសិទ្ធិនោះអត់ធ្វើអញ្ចឹងទេពេលយើងឈ្នះយើងគ្រាន់តែដូរគ្នាដឹកនាំប្រទេសអ្នកមុនស្អីដែលគេធ្វើល្អធ្វើត្រូវយើងបន្តធ្វើតទៅទៀតស្អីដែលគេធ្វើខុសយើងកែឲ្យត្រូវវិញស្អីដែលគេមិនទាន់បានធ្វើឲ្យបានត្រឹមត្រូវយើងត្រូវធ្វើនេះគាត់ថាប៉ុណ្ណឹងទេនឹងហើយគេថាកែតម្រង់ពីអង្គពាក្យបារាំងថា reform មិន revolution ទេ revolution គឺបដិវត្ត reform ការកែតម្រង់អញ្ចឹងយើងគ្រាន់តែកែតម្រង់ទេដូច្នេះអស់លោកប្រជាប្រដ្ឋខ្មែរគណៈបកកណ្ដាលអត់មានត្រូវភ័យទេជាមួយគណៈបកទាំងនោះបើគណៈបកដទៃគេអាចធ្វើបដិវត្តគេថាបើមានសែនអត់ស៊ីបើមានស៊ីអត់សែន